You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទសេកបណ្ឌិតសូមជម្រាបសួរអស់លោកអ្នកកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ7 កើតខែចែកឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី3ខែមេសាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅគណៈបកប្រឆាំងសម្រាប់លោកចៅពាក្យស្លោកបដូរមេឃុំបំរើបកដាក់មេឃុំបំរើរាស្ត្រដើម្បីសម្រួលដល់បរិយាកាសនយោបាយលោកកម្មសខាស្នើដល់ប្រជាពលរដ្ឋនិងអ្នកដឹកនាំនយោបាយអត់ឱនឲ្យគ្នាទៅវិញទៅមកនៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរអ្នកខ្លំមើលបញ្ហាសង្គមរីកគុណថាការណែនាំរបស់លោកហ៊ុនសែនឲ្យមន្ត្រីរាជការចុះពង្រឹងជួយការងារគណៈបកនោះគឺជារឿងខុសច្បាប់តំណាងរាជគណៈបកសង្គ្រោះជាតិគ្រោងស្នើសុំសភាសិង្ហបុរីឲ្យផ្ដល់ឯកសារផ្លូវការពាក់ព័ន្ធនឹងពាណិជ្ជកម្មខ្សាច់ជាមួយនឹងកម្ពុជារួមនឹងព័ត៌មានផ្សេងទៀតជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដាគណៈកម្មាធិការនយោបាយរបស់គណៈបកសង្គ្រោះជាតិបានរក្សាតំណែងប្រធានគណៈបកគឺលោកកម្មសុខានិងតំណែងអនុប្រធានគណៈបក3រូបផ្សេងទៀតឲ្យនៅដដែលតែគណៈបកនេះបានសម្រេចលុបចោលពាក្យស្លោកដូរមេឃុំបំរើបកដាក់មេឃុំបំរើរាស្ត្រដើម្បីសម្រួលកុំឲ្យបរិយាកាសនយោបាយឡើងកម្ដៅខ្លាំងនៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតចូលមកដល់អ្នកវិភាគបញ្ហាសង្គមយល់ឃើញថាការសម្រេចរបស់គណៈបកប្រឆាំងនេះអាចដោយសារមានការស្រុះស្រួលគ្នាផ្នែកខាងនយោបាយរវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចដើម្បីជូនកាដូគ្នាទៅវិញទៅមកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោករិទ្ធវិញូគណៈបកសង្គ្រោះជាតិប្រកាសថានឹងមិនផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគណៈបកឡើយគឺលោកកម្មសខានៅតែជាប្រធានគណៈបកជំនួសឲ្យលោកសំរងស៊ីដដែលរហូតចប់អាណត្តិនិងមានអនុប្រធាន3រូបទៀតដោយការសម្រេចក្នុងអង្គសម័យកន្លងមកថ្មីនេះថ្លែងនៅក្រៅកិច្ចប្រជុំគណៈកម្មាធិការនយោបាយគណៈបកសង្គ្រោះជាតិកាលពីថ្ងៃទី2មេសាអនុប្រធានគណៈបកលោកអេងឆៃអៀងបញ្ជាក់ប្រាប់អ្នកកាសែតថាការសម្រេចរក្សាតំណែងទាំងនេះគឺស្របតាមប្រកាស47ថ្មីនៃលក្ខន្តិកៈគណៈបកដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃយើងឥឡូវយើងធ្វើស្របហើយយើងបង្ការប្រតាំងអាពិតលក្ខន្តិកៈរបស់យើងនឹងក្រោយពីធ្វើវិសោធនកម្មហើយនឹងគឺវាចូលជាធរមានភ្លាមហើយអញ្ចឹងលោកកឹមសុខានឹងលោកខ្លាយទៅជាប្រធានគណៈបកដោយសារវិវត្តអត់មានចាំបាច់មានបោះឆ្នោតទេបាទលក្ខន្តិកៈចែងអញ្ចឹងទាំងគឺថាច្បាស់អញ្ចឹងហើយក្រសួងមហាផ្ទៃគឺបានទទួលស្គាល់ហើយបាទរហូតដល់ចប់អាណត្តិព្រោះអាណត្តិរបស់ប្រធានគណៈបកប្រជាជាតិនឹងត្រូវចប់យ៉ាងយូរថ្ងៃ7ខែ4ឆ្នាំ2018កាលពីថ្ងៃទី29មីនាគណៈបកសង្គ្រោះជាតិបានឲ្យដឹងថាក្រសួងមហាផ្ទៃបានទទួលស្គាល់ដំណើរការសមាជវិសម័យរបស់ខ្លួនហើយក្រសួងមហាផ្ទៃក៏មិនជំទាស់ការធ្វើវិសោធនកម្មប្រកាស45និងប្រកាស47នៃលក្ខន្តិកៈរបស់គណៈបកសង្គ្រោះជាតិដែរលោកអេងឆៃអៀងបញ្ជាក់ថាការប្រជុំគណៈកម្មាធិការនយោបាយគណៈបកដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណៈបកថ្មីនេះគឺតម្រូវតាមការចង់បានរបស់ក្រសួងមហាផ្ទៃលោកបញ្ជាក់ថាក្រៅពីបន្តតំណែងប្រធាននិងអនុប្រធានបកឲ្យនៅដដែលសមាជិកដែលបានចូលរួមប្រជុំគណៈកម្មាធិការនយោបាយទាំងអស់ក៏បានសម្រេចជាឯកច្ឆន្ទដកចំណងជើងដូរមេឃុំបម្រើបកដាក់មេឃុំបម្រើរាស្ត្រចេញពីគោលនយោបាយអាទិភាព5ចំណុចដែរលោកអេងឆៃអៀងបញ្យល់ថាការសម្រេចដកពាក្យស្លោកនេះគឺដោយសារតែគណៈបកចង់ឲ្យមានការសម្របសម្រួលហើយពាក្យស្លោកនេះទៀតសោតក៏មិនសំខាន់ក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះដែរអនុប្រធានបកប្រឆាំងក៏បញ្ជាក់ថាគណៈបកក៏មិនទទួលខុសត្រូវប្រសិនបើសកម្មជនបន្តយកពាក្យស្លោកនេះទៅឃោសនាបោះឆ្នោតនៅពេលខាងមុខគណៈបកប្រជាជនកម្ពុជាចាត់ទុកពាក្យស្លោកដូរមេឃុំបម្រើបកដាក់មេឃុំបម្រើរាស្ត្រដែលគណៈបកសង្គ្រោះជាតិប្រើប្រាស់តាំងពីឆ្នាំ2012ថាមានចរិតញុះញង់បង្កហេតុនិងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់នៅទូទាំងប្រទេសគណៈបកកាន់អំណាចតែងតែប្រមានប្តឹងគណៈបកប្រឆាំងឡើងតុលាការប្រសិនបើនៅតែរឹងទទឹងមិនព្រមលុបចោលពាក្យស្លោកនោះ
អ្នកវិភាគនយោបាយលោកបណ្ឌិតមាសនេះសង្ស័យថាការសម្រេចលុបចោលពាក្យស្លោករបស់គណៈបកប្រឆាំងពីនេះអាចដោយសារមានការស្រោះស្រួលគ្នាដ៏សម្ងាត់មួយរវាងគណៈបកទាំងពីរដើម្បីជួនជាកាដូគ្នាក្នុងឱកាសឆ្នាំថ្មីស្បាមកទីនឹងឲ្យនៅដដែលមានរឿងពីរទី1អាចសង្គ្រោះជាតិនៅតែបន្តការតស៊ូមតិជាមួយនឹងគណៈបកកណ្ដាលឬក៏សង្គ្រោះជាតិប្រហែលជានឹងមានការប្រជែងគ្នាត្រូវការខ្លះជាមួយនឹងគណៈបកកណ្ដាលអំណាចហើយជាអាចមានភ្លើងខៀវខ្លះពីខាងនោះមកក៏យើងអត់ទាន់ដឹងណាការជ្រើសរើសប្រធាននិងអនុប្រធានបកព្រមទាំងការយកមកប្រើប្រាស់ឡើងវិញនៅពាក្យស្លោកដូមេឃុំបម្រើបកដាក់មេឃុំបម្រើរានៅក្នុងសមាជវិសាមញ្ញរបស់គណៈបកសង្គ្រោះជាតិកាលពីថ្ងៃទី2មីនាបន្ទាប់ពីការលាលែងពីប្រធានបករបស់លោកសំរងស៊ីនោះត្រូវបានក្រសួងមហាផ្ទៃប្រកាសថាការជ្រើសរើសមេដឹកនាំថ្មីបកប្រឆាំងនេះធ្វើខុសលក្ខន្តិកៈបកដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ2013រីឯពាក្យស្លោកក៏ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញច្បាប់គណៈបកនយោបាយនិងច្បាប់បោះឆ្នោតទោះជាយ៉ាងណាក្តីមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានត្រេកអរនៅពេលគណៈបកប្រឆាំងលុបចោលពាក្យស្លោកនេះលោកចាត់ទុកពាក្យស្លោកដូមេឃុំបម្រើបកដាក់មេឃុំបម្រើរាជាឥទ្ធិពលដល់ការអនុវត្តច្បាប់មន្ត្រីគណៈបកកាន់អំណាចដដែលនេះបន្តថាការរក្សាក្បាលម៉ាស៊ីនដឹកនាំរបស់គណៈបកប្រឆាំងនៅដដែលដោយសម្រេចលុបចោលពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោតនៅពេលខាងមុខគឺពុំមានការដោះដូរអ្វីរវាងគណៈបកទាំងពីរឡើយព្រោះនេះគឺថាទី1គឺការរៀបចំសម្រាប់ជាថ្មីចំពោះសមាជិកភាពនៃថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិគឺថាវាទំនាស់ជាមួយនឹងលក្ខន្តិកៈរបស់គាត់ទេបើសិនណាជាគាត់ដោះដូរគាត់លុបចោលលទ្ធផលនៃសមាជវិសាមញ្ញរបស់គាត់ហើយបានស្ដីថាគាត់ងាកមករកអនុវត្តប្រកាស47របស់លក្ខន្តិកៈនោះហើយថាបញ្ហាដែលលុបចោលពាក្យស្លោករបស់គាត់អានឹងគឺជាការមួយគឺថាពង្រឹងការអនុវត្តច្បាប់ទាំងអស់គ្នាគណៈបកសង្គ្រោះជាតិប្រកាសថាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនយោបាយគណៈបកកាលពីថ្ងៃទី2មេសានោះគណៈបកនឹងធ្វើលិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃនៅថ្ងៃច័ន្ទទី3មេសានេះខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញបាទតេតូនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះប្រធានគណៈបកសង្គ្រោះជាតិលោកកំសុខាកាលពីថ្ងៃទី2ខែមេសាស្នើឲ្យប្រជាពលរដ្ឋនិងអ្នកដឹកនាំនយោបាយឲ្យចេះអត់ឱនគ្នាទៅវិញទៅមកនៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរលោកកំសខាបានសរសេរនៅលើទំព័រ Facebook របស់លោកថាក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ពេលនេះចូលអ្នកទាំងអស់គ្នាគិតផងថាក្នុងឱកាសដែលអ្នកបានទទួលនៅសេចក្តីសុខសប្បាយជួបជុំគ្រួសារប្រពន្ធកូនចៅគ្មានអ្នកណារំលោភបំពាននោះអ្នកដទៃទៀតក៏ប្រាថ្នាចង់បានដូចគ្នាដែរលោកកំសខាស្នើឲ្យខ្មែរគ្រប់រូបមេត្តាអត់ឱនអធ្យាស្រ័យដល់គ្នាទៅវិញទៅមកជាពិសេសអ្នកដឹកនាំនយោបាយនិងអ្នកបើកបរផងដែរលោកថានេះជាកុសលផលបុណ្យយ៉ាងធំធេងណាស់បើគេអាចធ្វើបាននៅក្នុងឱកាសនេះហើយលោកក៏សូមចូលរួមនឹងសាទរនៅគុណធម៌ទាំងនេះការបញ្ចេញទស្សនៈរបស់លោកកំសខាលើទំព័រ Facebook ផ្ទាល់ខ្លួននៅពេលនេះក្នុងពេលដែលមន្ត្រីសកម្មជនគណបកប្រឆាំងមន្ត្រីការពារសិទ្ធិមនុស្សមន្ត្រីកោជបនិងអ្នកវិភាគមួយចំនួនកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដែលគេមិនសង្ឃឹមថាអ្នកទាំងអស់នោះអាចត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពមកជួបជុំគ្រួសារក្នុងរដូវបុណ្យចូលឆ្នាំខ្មែរនោះទេបាទតើតើនឹងបញ្ហាគណៈបកនយោបាយនេះដែរមន្ត្រីរាជការដែលបានចូលរួមនៅក្នុងពិធីសមាសនារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីព្រឹកថ្ងៃទី2ខែមេសានៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្របានអះអាងថាលោកនាយករដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីរាជការចុះមូលដ្ឋានជួយពង្រឹងគណៈបកប្រជាជនកម្ពុជាអ្នកវិភាគយល់ឃើញថាការប្រើមន្ត្រីរាជការឲ្យចុះមូលដ្ឋានដើម្បីបម្រើប្រយោជន៍គណៈបកនយោបាយនោះគឺមិនមានប្រសិទ្ធភាពហើយខុសនឹងច្បាប់បាទលោកថាកាត់យ៉ារាយការណ៍ព័ត៌មាននេះបញ្ហាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺជាប្រធានបទដ៏សំខាន់មួយក្នុងជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងសមាជិកាគណៈបកប្រជាជនកម្ពុជាជាង 4000 នាក់មកពីក្រសួងចំនួន3គឺក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មនិងក្រសួងសង្គមគិច្ចនៅព្រឹកថ្ងៃទី2ខែមេសាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានអះអាងថាលោកពុំបានចូលរួមក្នុងជំនួបនោះឡើយក៏ប៉ុន្តែលោកយល់ថាជំនួបនោះគឺមិនមានអ្វីចម្លែកនោះឡើយគ្រាន់តែជាការអបអរសាទរនិងជូនពរគ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
ដោយឡែកសមាជិកគណៈបកប្រជាជនកម្ពុជានិងជារដ្ឋលេខាធិការក្រសួងសង្គមគិច្ចលោកអាហ្មាត់យ៉ាហ្យាអះអាងថាក្នុងជំនួបនោះគឺលោកនាយករដ្ឋមន្ត្រីបានពន្យល់ថាប្រសិនបើសមាជិកក្រុមប្រឹក្សាគុំសង្កាត់មកពីគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតច្រើននៅពេលបោះឆ្នោតខាងមុខនោះវានឹងប៉ះពាល់ដល់ព្រឹទ្ធសភានិងក្រុមប្រឹក្សាស្រុករាជធានីខេត្តជាដើមដូច្នេះហើយប្រមុខគណៈបកកាន់អំណាចជំរុញឲ្យមន្ត្រីរាជការជួយចុះមូលដ្ឋានពង្រឹងបកនិងណែនាំគ្រួសាររបស់ខ្លួនឲ្យបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាប៉ុន្តែបើប្រសិនណាជាបោះឆ្នោតលើឃុំទៅហើយកាលណាអត់បានជាប់ច្រើនសមាជិកក្រុមប្រឹក្សាឃុំច្រើនវាប៉ះពាល់ដល់ស្ថាប័នព្រឹទ្ធសភាស្ថាប័នក្រុមប្រឹក្សាខេត្តរាជធានីស្រុកអីចឹងណាយើងក៏លើកវិសាឲ្យថានៅសំណាក់គេថាលើកទឹកចិត្តណែនាំចឹងណារែងប៉ាមួយរយៈចុងក្រោយនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផ្ដើមយុទ្ធនាការជួបជាមួយមន្ត្រីរាជការគ្រប់ក្រសួងទាំងអស់បន្ទាប់ពីបានធ្វើដំណើរតាមបណ្ដាខេត្តនៅទូទាំងប្រទេសកាលពីថ្ងៃទី26ខែមិនិនាលោកហ៊ុនសែនបានជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅទូទាំងរាជធានីភ្នំពេញនិងខេត្តកណ្ដាលបន្ទាប់មកទៀតលោកហ៊ុនសែនបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការប្រមាណ 3000 នាក់មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងការបរទេសនិងក្រសួងរៀបចំដែនដីកាលពីថ្ងៃទី30មិនិនានៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រអ្នកខ្លំមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមានប្រសាសន៍ថាជំនួបនេះបានត្រឹមតែពង្រឹងនៅទំនាក់ទំនងមន្ត្រីរាជការឬមន្ត្រីដែលធ្វើការនៅក្នុងខ្សែបណ្ដោយរបស់គណៈបកតែប៉ុណ្ណោះប៉ុន្តែការចង់ស្ដារឡើងវិញនៅចំនួនអ្នកគាំទ្រទូទៅក្នុងស្ថានភាពបែបនេះគឺទំនងមិនអាចទៅរួចឡើយប្រសិនបើគ្មានការធ្វើកំណែតម្រង់ស៊ីជម្រៅទេនោះអ្នកខ្លំមើលផ្នែកអភិវឌ្ឍសង្គមរូបនេះបន្តទៀតថាក្នុងអាណត្តិនេះគណៈបកកាន់អំណាចកំពុងព្រួយបារម្ភខ្លាំងជាងពេលមុនបន្ទាប់ពីមានបទពិសោធន៍ថយចុះកៅអីក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជាតិឆ្នាំ2013បើសិនជានៅក្នុងគុំសង្កាត់នេះគណៈបកកាន់អំណាចត្រូវបាត់បង់នៅអគ្គគណៈនៅក្នុងថ្នាក់មូលដ្ឋាននឹងច្រើនតទៅទៀតបានន័យថានៅឆ្នាំ2018ក៏នឹងត្រូវបាត់ច្រើនបន្តទៀតដែរដោយកាលណាមានគុំសង្កាត់ថ្មីដែលគ្រប់គ្រងដោយគណៈបកប្រឆាំងអញ្ចឹងបានន័យថាពលរដ្ឋនៅក្នុងតំបន់ក្នុងកន្លែងនេះគឺគេគ្រប់គ្រងទៅលើគណៈបកប្រឆាំងច្រើនអញ្ចឹងណារីឯអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនិងអភិវឌ្ឍភាពជាអ្នកដឹកនាំលោកឆាំប៊ុនថេតថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី31ខែមិនិនាថាគណៈបកប្រជាជនកម្ពុជាមានការព្រួយបារម្ភខ្លាំងរឿងបាត់បង់អំណាចមូលដ្ឋានព្រោះសម្លេងឆ្នោតខាងមុខនេះអាចបានពាក់កណ្ដាលម្នាក់រវាងគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងលោកឆាំប៊ុនថេតពន្យល់ទៀតថាប្រសិនបើគណៈបកណាមួយមានមេឃុំជាប់ឆ្នោតច្រើនមានសិទ្ធិជ្រើសរើសមេភូមិជ្រើសរើសគណៈកម្មការស្រុកគណៈកម្មការខេត្តរហូតមានសិទ្ធិជ្រើសរើសតំណាងព្រឹទ្ធសភាហើយប្រសិនឈ្នះខ្លាំងនោះគឺអាចឡើងធ្វើជាប្រធានព្រឹទ្ធសភានិងអាចធ្វើជាប្រមុខរដ្ឋស្ដីទីដែលមានតួនាទីសញ្ញេច្បាប់ទៀតផងចំពោះការប្រើមន្ត្រីចុះមូលដ្ឋានដើម្បីពង្រឹងគណៈបកប្រជាជនកម្ពុជានេះលោកបណ្ឌិតមាសនេះយល់ថាប្រហែលជាមិនសូវមានប្រសិទ្ធភាពនោះទេហើយខុសទៅនឹងច្បាប់ទៀតផងព្រោះលោកថាអ្វីត្បិតតែមន្ត្រីរាជការមានសិទ្ធិបោះឆ្នោតជូនគណៈបកដែលខ្លួនពេញចិត្តមែនក៏ប៉ុន្តែពួកគេមិនអាចធ្វើជាសកម្មជនដើរបំផុសឬបង្ខំឲ្យអ្នកណាម្នាក់បោះឆ្នោតឲ្យគណៈបកដែលខ្លួនពេញចិត្តនោះទេខ្ញុំថាកិត្យាអាស៊ីសេរីភ្នំពេញអាស៊ីសេរីបាទលោកនាងកំពុងតាមដានស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកជំនាញជំរុញឲ្យយុវជនពិនិត្យនិងតាមដានឲ្យបានដិតដល់ចំពោះគោលនយោបាយឬរបៀបវិរៈនយោបាយរបស់គណៈបកនីមួយៗថាតើពួកគេបានដាក់បញ្ចូលនៅរាល់បញ្ហាជាអាទិភាពរបស់យុវជនហើយឬនៅបាទការអំពាវនាវនេះនៅខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតចូលមកដល់បាទលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះនៅក្រៅព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាជាទីមេត្រីសហគមន៍មានដំណោះដីធ្លីនៅតំបន់បរិយាកេឡាសម្រាប់ផ្អាកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឬហៅថា Black Monday សម្រាប់សប្តាហ៍ទី48នៅថ្ងៃច័ន្ទទី3ខែមេសានេះតំណាងសហគមន៍ក៏មិនទាន់បានកំណត់ច្បាស់លាស់នៅឡើយដែរថាយុទ្ធនាការនេះនឹងចាប់ផ្ដើមធ្វើឡើងវិញនៅពេលណានោះទេបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកលេងម៉ាលីអំពីព័ត៌មាននេះតំណាងសហគមន៍បរិយាកេឡាអ្នកស្រីសសូនមានប្រសាសន៍នៅល្ងាចថ្ងៃទី2មេសាថាអ្នកស្រីនឹងមិនធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទេនៅថ្ងៃច័ន្ទទី3មេសាព្រោះសមាជិករបស់សហគមន៍ផ្សេងទៀតជាប់រវល់នាំគ្នាទៅស្រុកកំណើតសែនភ្នូដូនតាតាមប្រពៃណីចិនញ
ថ្ងៃច័ន្ទពួកខ្ញុំអត់បានធ្វើទេដោយសារពួកគាត់ទៅឆេងមេឃអស់អញ្ចឹងណាមានអ្នកណានៅផងចាការផ្អាកនេះគឺមានរយៈពេលមួយសប្តាហ៍បន្ទាប់ពីអ្នកស្រីនិងសមាជិកសហគមន៍ម្នាក់ទៀតត្រូវបានអាជ្ញាធរខណ្ឌ7មករាឃាត់ខ្លួនយកទៅដាក់នៅអធិការនគរបាលខណ្ឌពេញមួយថ្ងៃកាលពីថ្ងៃទី27មីនាក្រោយពេលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី47នៅកន្លែងពួកគាត់រស់នៅក្នុងអគារចាស់បូរីកៃឡានោះអ្នកស្រីសសូនៅដឹងទៀតថាក្នុងអំឡុងពេលឃាត់ខ្លួននោះអាជ្ញាធរបានប្រាប់អ្នកស្រីឲ្យឈប់ពាក់អាវខ្មៅតវ៉ានៅថ្ងៃច័ន្ទទៀតគេឲ្យយើងឈប់ពាក់អាវខ្មៅថ្ងៃច័ន្ទខុសថ្ងៃច័ន្ទពាក់ទៅគេគាត់ដាក់លក្ខខណ្ឌឈប់ឲ្យពាក់អាវខ្មៅពីមុនគេអត់ឲ្យយើងដើរក្បួនអត់ឲ្យលើកកណ្ដាលអញ្ចឹងណាធ្វើផ្ទះធ្វើទៅដល់ឥឡូវយើងធ្វើផ្ទះហ្នឹងគេហាមថាឈប់ឲ្យពាក់អាវខ្មៅទៅខ្ញុំសួរគេថាបើច្បាប់មានហាមគាត់អត់ឲ្យពាក់អាវខ្មៅណាគាត់ថាមិនបាច់និយាយរឿងច្បាប់អីទេបើអាជ្ញាធរគេថាមកយើងស្ដាប់គេអាជ្ញាធរទៅគាត់ថាចឹងអ្នកស្រីសសូនថ្លែងបន្តថាស្ត្រីសហគមន៍បូរីកេឡាម្នាក់ទៀតគឺអ្នកស្រីណាតស្រីណាក់ដែលមានផ្ទៃពោះ5ខែផងនោះបានធូរស្រាលពីអាការៈឈឺចាប់វិញហើយដោយការទទួលទានថ្នាំរាល់ថ្ងៃអ្នកស្រីណាក់បានប៉ះទង្គិចនឹងទ្វារឡានពេលដែលអាជ្ញាធរចាប់បញ្ចូលក្នុងឡានហើយបញ្ជូនទៅសាលាខណ្ឌ7មករាកាលពីថ្ងៃទី27មីនានោះអ្នកសហគមន៍បូរីកេឡានិងសហគមន៍បឹងកក់តែងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរៀងរាល់ថ្ងៃច័ន្ទដោយស្លៀកពាក់ខ្មៅដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ6រូបក្នុងនោះគឺមានមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាតហុក4រូបមានលោកនីសុខាលោកយីសុកសានលោកណៃវងដានិងអ្នកស្រីលឹមនីមួយរូបទៀតជាអគ្គលេខាធិការរងកោជបគឺលោកនីចរិយាដែលត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាង11ខែហើយពីបទចោទថាបានសំគំនិតនិងសោកប៉ាន់សាក់សីក្នុងរឿងអាស្រូវស្នេហារវាងលោកកឹមសុខានិងអ្នកនាងខុមចន្ទរាទីចំណែកអ្នកជាប់ឃុំម្នាក់ទៀតគឺអ្នកស្រីទេពវណ្ណីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ដែលត្រូវបានតុលាការឃុំខ្លួនជាង7ខែហើយទាក់ទងនឹងការចោទប្រកាន់ពីបទអំពើហិង្សាពេលដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនិងរឿងរ៉ាវពីករណីផ្សេងទៀតកើតឡើងកាលពីជាង4ឆ្នាំមុនក្រៅពីនេះយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក៏មានបំណងទាមទារឲ្យតុលាការដោះលែងអ្នកវិភាគគឺលោកកឹមសុខចេញពីពន្ធនាគារនិងទាមទាររកយុត្តិធម៌ពិតប្រាកដជូនសពបណ្ឌិតកែមលីដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016ដែរតំណាងសហគមន៍បឹងកក់អ្នកស្រីបើសូភាបានប្រកាសផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី19ខែមីនាមកក្រោយការផ្អាកនេះអ្នកស្រីនៅមិនទាន់មានពេលវេលាកំណត់ជាក់លាក់សម្រាប់ការចាប់ផ្ដើមឡើងវិញទេដោយសារមួយរយៈនេះក្រុមអ្នកស្រីមានការងារចុះទៅតាមខេត្តច្រើនខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញបានងាកទៅបញ្ហាបរិស្ថានវិញម្ដងបញ្ហាចម្រូងចម្រាសនៃការនាំខ្សាច់ចេញទៅបរទេសបានវិវត្តទៅដល់ដំណាក់កាលថ្មីមួយទៀតហើយក្រុមតំណាងរាជគណៈបក្សសង្គ្រោះជាតិគ្រោងផ្ញើលិខិតទៅសភាជាតិសង្ហបុរីនៅពេលឆាប់ខាងមុខនេះដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលសង្ហបុរីឲ្យផ្ដល់ព័ត៌មានលម្អិតនិងឯកសារផ្លូវការនានាពាក់ព័ន្ធនឹងការនាំខ្សាច់ពីកម្ពុជាដែលគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលផ្នែកបរិស្ថានសង្ស័យថាមានការប្រព្រឹត្តអំពើពុករលួយដ៏ធំដែលធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារពីវិស័យនេះបាទលោកយ៉ងច័ន្ទតារារាយការណ៍អំពីរឿងនេះប្រធានក្រុមសមាជិកសភាគណៈបកសង្គ្រោះជាតិលោកសុនឆៃបញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី2ខែមេសាថាពួកលោកនឹងស្វះស្វែងរកអន្តរាគមន៍ពីរដ្ឋសភាសង្ហបុរីក្នុងការជំរុញឲ្យរដ្ឋាភិបាលប្រទេសមួយនេះផ្ដល់ឯកសារផ្លូវការទាំងឡាយពាក់ព័ន្ធនឹងពាណិជ្ជកម្មខ្សាច់រវាងកម្ពុជានិងសង្ហបុរីគម្រោងរបស់តំណាងរាជគណៈបក្សសង្គ្រោះជាតិនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសង្ហបុរីតាមរយៈស្ថានទូតសង្ហបុរីប្រចាំកម្ពុជាបដិសេធសំណើរបស់ក្រុមតំណាងរាជកម្ពុជាពីខាងគណៈបកប្រឆាំងដែលស្នើសុំឯកសារផ្លូវការនានាពាក់ព័ន្ធនឹងការទិញខ្សាច់ពីកម្ពុជាយើងនឹងទាក់ទងទៅខាងរដ្ឋាភិបាលម្ដងព្រោះនៅក្នុងប្រព័ន្ធបានជួបគ្នាមកហើយដែរជាមួយអនុប្រធានរដ្ឋាភិបាលនៃប្រទេសសង្ហបុរីហើយខ្ញុំនឹងរកពេលជួបប្រធានឱកាសណាមួយដើម្បីសូមឲ្យការសភានឹងគឺថាជាដណ្ដើមជំរុញឲ្យខាងរដ្ឋាភិបាលជួយផ្ដល់ឯកសារលោកសុនឆៃបញ្ជាក់ថាលោកបានជួបជាមួយលេខាទី1នៃស្ថានទូតសង្ហបុរីប្រចាំកម្ពុជាកាលពីថ្ងៃទី28ខែមីនាកន្លងទៅដើម្បីជជែកអំពីសំណើនោះលោកថាខាងស្ថានទូតសង្ហបុរីបញ្ជាក់ថាពួកគេមិនអាចផ្ដល់ឯកសារទាំងនោះបានឡើយព្រោះខ្លាចប៉ះពាល់ដល់ពាណិជ្ជកម្មខ្សាច់របស់ខ្លួន
ទោះជាយ៉ាងណាលោកថាខាងស្ថានទូតសិង្ហបុរីអះអាងថាតួលេខនិងតម្លៃខ្សាច់ដែលសិង្ហបុរីទិញពីកម្ពុជានឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិនោះគឺជាតួលេខនិងតម្លៃដែលត្រឹមត្រូវក៏ប៉ុន្តែមន្ត្រីស្ថានទូតសិង្ហបុរីរូបនោះមិនធ្វើអត្ថាធិប្បាយចំពោះទិន្នន័យដែលកម្ពុជានាំចេញទៅសិង្ហបុរីនោះទេអាស៊ីសេរីមិនទាន់អាចតាក់ទងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជាបានទេនៅថ្ងៃទី2ខែមេសាដើម្បីសុំការបកស្រាយបន្ថែមអំពីរឿងនេះកាលពីថ្ងៃទី7ខែមីនាកន្លងទៅក្រុមតំណាងរាជគណៈបក្សសង្គ្រោះជាតិតាមរយៈស្ថានទូតសិង្ហបុរីប្រចាំកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅក្រសួងអភិវឌ្ឍន៍ជាតិនិងអាជ្ញាធរពាក់ព័ន្ធរបស់សិង្ហបុរីស្នើសុំព័ត៌មានលម្អិតអំពីចំនួនកប៉ាល់ដឹកខ្សាច់ពីកម្ពុជាទៅសិង្ហបុរីដែលរួមបញ្ចូលកាលបរិច្ឆេទដែលដឹកទៅដល់សិង្ហបុរីឈ្មោះកប៉ាល់ចំណុះនិងតម្លៃខ្សាច់ឈ្មោះក្រុមហ៊ុនដឹកជញ្ជូននិងក្រុមហ៊ុនពាក់ព័ន្ធក្នុងដំណើរការផ្គត់ផ្គង់ខ្សាច់នេះក្រុមតំណាងរាជគណៈបក្សសង្គ្រោះជាតិក៏ស្នើសុំឯកសារផ្លូវការពាក់ព័ន្ធនានាដែលចេញដោយភ្នាក់ងាររបស់រដ្ឋាភិបាលកម្ពុជាដូចជាអាជ្ញាប័ណ្ណនាំចេញបញ្ជីទំនិញនិងវិក័យប័ត្រដឹកជញ្ជូនជាដើមក្រៅពីនេះពួកគេក៏ស្នើសុំតួលេខសរុបនៃបរិមាណខ្សាច់ដែលសិង្ហបុរីនាំចូលពីកម្ពុជាផងដែររាល់ព័ត៌មានតួលេខនិងទិន្នន័យទាំងអស់ដែលក្រុមតំណាងរាជគណៈបក្សសង្គ្រោះជាតិស្នើសុំនេះគឺជាពាណិជ្ជកម្មខ្សាច់រវាងសិង្ហបុរីនិងកម្ពុជាចន្លោះពីឆ្នាំ2007ដល់ចុងឆ្នាំ2016លោកសុនឆៃបញ្ជាក់ថាសំណើទៅរដ្ឋាភិបាលសិង្ហបុរីនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ពីកម្ពុជាទៅសិង្ហបុរីការដែលបាត់បង់អធិការជាតិនេះត្រូវតែរកតាមចំដូចនេះឆ្លើយរបស់មន្ត្រីរបស់ក្រសួងរ៉ែនិងធម្មពលនេះគឺម្ដងថាមកពីមានកប៉ាល់បរទេសដាក់ពីជួយបានទៅមួយចំនួននៅអាចមកពីទីណាដទៃអីការឆ្លើយបែបហ្នឹងគឺថាជាការឆ្លើយយកទៅរួចខ្លួនហើយបានចង់បានការបញ្ជាក់ឡើងវិញពីខាងរដ្ឋាភិបាលសិង្ហបុរីតាក់ទងនឹងការស្នើសុំឯកសារពីសិង្ហបុរីនេះអ្នកនាំពាក្យក្រសួងរ៉ែនិងធម្មពលលោកដិតទីណាយល់ឃើញថាវាគឺជាសិទ្ធិរបស់ក្រុមតំណាងរាជគណៈបក្សសង្គ្រោះជាតិក៏ប៉ុន្តែលោកគិតថាវាគឺជារឿងនយោបាយច្រើនជាងពីព្រោះក្រសួងរ៉ែនិងធម្មពលធ្លាប់បានបកស្រាយជាច្រើនលើកច្រើនសារមកហើយអំពីការនាំចេញខ្សាច់ទៅបរទេសជាពិសេសទៅកាន់ប្រទេសសិង្ហបុរីរឿងចប់ម្ដងពីរដងប៉ុន្តែគាត់នៅតែព្យាយាមយករឿងនេះយកមកបន្ថែមយកមករុញឲ្យទៅជារឿងមិនប្រក្រតីនៅពេលដែលយើងពន្យល់ថាអ្វីៗទៅតែប្រក្រតីអស់ហើយប្រហែលជាបរិបទនៃចិត្តបោះឆ្នោតនេះជំរុញឲ្យគាត់ធ្វើការងារនេះច្រើនជាងបាទភាពចម្រូងចម្រាសនៃការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរីនេះបានផ្ទុះឡើងក្រោយពេលទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបានបង្ហាញថាសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជាជាង70លានតោនដែលគិតជាទឹកប្រាក់មានប្រមាណ$752លានអាមេរិកក្នុងរយៈពេល8ឆ្នាំចាប់ពីឆ្នាំ2007ដល់2015ក៏ប៉ុន្តែទិន្នន័យដដែលនេះបង្ហាញថាកម្ពុជានាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីតែជិត3លានតោនតែប៉ុណ្ណោះដែលគិតជាទឹកប្រាក់មានជាង$5លានអាមេរិកក្នុងរយៈពេលដូចគ្នានេះក្រោយផ្ទុះរឿងអាស្រូវដ៏រសើបនេះរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចេញខ្សាច់ទៅក្រៅប្រទេសនៅខែវិច្ឆិកាឆ្នាំ2016ចំណែកឯសិង្ហបុរីវិញក៏ប្រកាសឈប់ទិញខ្សាច់ពីកម្ពុជាដែររហូតមកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជាមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការនាំចេញខ្សាច់ទៅបរទេសសារជាថ្មីវិញនៅឡើយខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញបាទនៅខេត្តស្ទឹងត្រែងឯនោះវិញជនជាតិភាគតិចគួយរស់នៅឃុំសំអាងស្រុកថ្លាបរវត្តប្រទះឃើញគ្រឿងចាក់មួយគ្រឿងឈូសឆាយព្រៃរៀនយកដីនៅចំណុចខាងត្បូងភ្នំធំជាប់ព្រំប្រទល់ព្រៃសហគមន៍ជំរកសត្វសកម្មភាពឈូសឆាយនោះធ្វើឡើងតាំងពីចុងខែមីនារហូតដល់ពេលនេះពុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធណាចុះទៅទប់ស្កាត់នោះទេបើទោះបីជាអ្នកភូមិបានរាយការណ៍ពីករណីនេះទៅកាន់អាជ្ញាធរច្រើនលើកច្រើនសារយ៉ាងណាក្តីបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកម៉ែនសុធីជុំវិញបញ្ហានេះជនជាដើមភាគតិចគួយឲ្យដឹងនៅថ្ងៃទី2មេសាថាសកម្មភាពទន្ទ្រានព្រៃរៀនយកដីធ្វើជាកម្មសិទ្ធិឯកជនបានកើតមានឡើងពេញបន្ទុកនៅស្រុកថ្លាបរវត្តចលនាទន្ទ្រាននោះភាគច្រើនបង្កឡើងដោយពលរដ្ឋចំណូលស្រុកនិងឈ្មួញមានឥទ្ធិពលនៅមូលដ្ឋានជនជាដើមភាគតិចគួយរស់នៅភូមិឆ្វាំងឃុំសំអាងលោកអុកម៉ៅគាត់សម្គាល់ថាត្រាក់ទ័រឈូសដីឬហៅថាអាប់បុលមួយគ្រឿងត្រូវបានអ្នកភូមិប្រទះឃើញឈូសឆាយព្រៃស្រោងខាងត្បូងភ្នំធំអស់ប្រហែល10ហិកតាជាថ្មីទៀតលោកសង្កេតឃើញថាតំបន់នោះជាទីតាំងជ្រករបស់សត្វព្រៃរស់នៅដែលមានដើមឈើផលិតជាប់ទឹករបស់ជនជាដើមភាគតិចផងលោកបារម្ភថាព្រៃស្រោងតំបន់នោះនឹងវិនិច្ឆ័យហិនហោចប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែធ្វើមិនដឹងមិនឮឥ
របស់គេឈឺឆាយដើមឈើមានមុខ1ម៉ែត្រខ្លះមានមុខកន្លះម៉ែត្រខ្លះព្រៃនោះគេហៅដីព្រៃសហគមន៍ភ្នំចំណុកសន្តានដីមានសត្វសោងមានសត្វខ្ទីងមានជាពិសេសជ្រូកឆ្លុះហ្នឹងគេឈឺឆាយដីព្រៃយកទៅសំណង់កសិកម្មដូចជាដាំដលងអញ្ចឹងចន្ទទីអ្នកមានលុយគេធ្វើអញ្ចឹងលោកអុកម៉ៅបន្ថែមថានៅគ្រាអ្នកភូមិប្រទះឃើញសកម្មភាពឈូសឆាយព្រៃនៅតំបន់នោះពួកគេបានផ្ដល់ដំណឹងទៅមេឃុំតែពុំទទួលលទ្ធផលលោកថាការកាប់ទន្ទ្រានដីព្រៃសហគមន៍ភ្នំចម្រឹកសัตว์ក៏កំពុងកើតមានយ៉ាងកក្រឹកកក្រែងដែរខណៈព្រៃនៅតំបន់នោះត្រូវបានគេកាប់រៀនយកដីអស់រាប់ពាន់ហិកតានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាស៊ីសេរីមិនអាចតាក់ទងមេឃុំសំអាងលោកញៀនផុនដើម្បីសុំការឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី2មេសាព្រោះទូរស័ព្ទមិនអាចតាក់ទងបានចំណែកប្រធានរដ្ឋបាលសាលាស្រុកថាឡាបរវត្តលោកថៃអ៊ីឲ្យដឹងនៅថ្ងៃទី2មេសាថាអាជ្ញាធរស្រុកពុំទាន់ទទួលព័ត៌មានករណីនេះនៅឡើយទេលោកអះអាងថាអាជ្ញាធរស្រុកកំពុងយកចិត្តទុកដាក់អនុវត្តចរាចរណ៍ណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើក្នុងនោះអាជ្ញាធរបានបង្កើតក្រុមល្បាតព្រៃចម្រុះមានការចូលរួមពីពលរដ្ឋអាជ្ញាធរដែនដីនិងមន្ត្រីជំនាញបំណងអភិរក្សព្រៃឲ្យមានប្រសិទ្ធភាពលោកថាក្រុមល្បាតព្រៃទាំងនោះនឹងចុះអនុវត្តជាក់ស្ដែងនិងចងក្រងជារបាយការណ៍ផងបាទឥឡូវនេះយើងបានសាកល្បងល្បាតនៅលងជ្រៃនៅកាំងចាមនៅអូរ៉ៃនឹងមួយជំនាញបានដើមជំនាញហើយយើងធ្វើបានបើការមួយចំនួនពីក្រុមការងាររបស់យើងបាទយើងមើលថាបើយើងអនុវត្តទៅជោគជ័យហើយយើងលេងទាំង11ឃុំយើងនឹងជំរុញឲ្យមានដំណើរការបាទរួមគ្នានឹងកាលពីថ្ងៃទី22ខែកញ្ញាឆ្នាំ2016រាជរដ្ឋាភិបាលបានដាក់ចេញសារាចរណ៍ស្តីពីវិធានការគ្រប់គ្រងធនធានធម្មជាតិក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានម៉ត់ចត់ដើម្បីទប់ស្កាត់និងបង្ក្រាបព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទរួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារនិងអភិរក្សធម្មជាតិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុន្តែរហូតមកទល់ពេលនេះការអនុវត្តជាក់ស្ដែងគេសង្កេតឃើញរដ្ឋាភិបាលហាក់បរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃសហគមន៍និងព្រៃអភិរក្សដែលការពារដោយច្បាប់ជនជាដើមភាគតិចគួយរស់នៅឃុំស្រែឫស្សីស្រុកថ្លាបរវត្តលោកថាន់វ៉នអះអាងដែរថាព្រៃសហគមន៍ឃុំស្រែឫស្សីក៏រងការកាប់រៀនយកដីធ្វើអាជីវកម្មអនាធិបតេយ្យច្រើនខែមកហើយក្នុងនោះដើមឈើផលិតជាប់ទឹកនិងដើមឈើមានតម្លៃនៅតំបន់នោះត្រូវបានគេកាប់ហិនហោចលោកថាសកម្មភាពកាប់រៀនព្រៃធ្វើជាកម្មសិទ្ធិភាគច្រើនជាពលរដ្ឋចំណាក់ស្រុកនិងមួយចំនួនតូចជាពលរដ្ឋនៅមូលដ្ឋានលោកពុំមានជំនឿសោះឡើយលើការអនុវត្តច្បាប់របស់អាជ្ញាធរថ្នាក់ក្រោមជាតិនិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងការទប់ស្កាត់បទល្មើសព្រៃឈើខណៈបទល្មើសព្រៃឈើនៅតែកើតមានពេញបន្ទុកបើទោះបីជាប្រមុខរដ្ឋាភិបាលបានដាក់ចេញនៅសារាចរណ៍ណែនាំក្តីបានមកត្រឹមថាការពិតអត់ជួយការពារជាតិផងព្រោះអ្នកអំផ្លាញជាតិដដែលគិតគូរតែកសិមានគិតគូររបស់ជាតិហើយមាននឹកឃើញមេវាសម្ដេចហ៊ុនសែននៅខំស្រែកក្រែងវាមាននឹកឃើញណាអាទឹកពួកនេះវាទម្លាក់ស្លឹកឆ្នោតហ៊ុនសែនបានវាខំផ្លាញព្រៃឈើណាហើយដោយហ៊ុនសែនទៅទឹកដឹកនឹងតែគណៈបព្វប្រឆាំងប៉ុនការពិតអាក្រមរបស់គាត់នោះចង់ទម្លាក់ស្លឹកឆ្នោតខ្លួនឯងអត់ដឹងទេមន្ត្រីខ្លំមើលបញ្ហាព្រៃឈើនៃសមាគមអាត6ខេត្តស្ទឹងត្រែងលោកហៅសំអល់មើលឃើញថាសកម្មភាពបំផ្លាញព្រៃឈើនឹងគ្មានទីបញ្ចប់ទេប្រសិនបើការអនុវត្តច្បាប់ព្រៃឈើនៅមានចន្លោះប្រហោងច្រើនហើយកិច្ចសហការបង្ក្រាបបទល្មើសព្រៃឈើហាក់នៅមានកម្រិតដែរនោះខ្ញុំម៉ែនសុធីអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងកញ្ញាជាទីមេត្រីរហូតមកទល់នឹងពេលនេះចំនួនជនភៀសខ្លួននិងជនចំណាក់ស្រុកនៅទូទាំងពិភពលោកបានកើនឡើងជាង65លាននាក់ហើយពួកគេទាំងនោះត្រូវតែបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែចំនួនហិង្សានិងការធ្វើទុកបុកម្នេញពីអ្នកដឹកនាំរបស់ប្រទេសពួកគេប្រជាជនកម្ពុជាកាលពីជាង40ឆ្នាំមុនក៏ធ្លាប់ជាជនភៀសខ្លួនដោយសារសង្គ្រាមជាការឆ្លើយតបយុទ្ធនាការមួយឈ្មោះជួយគ្នាត្រូវបានបង្កើតឡើងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាចែករំលែករឿងរ៉ាវនិងបទពិសោធន៍ពីមុនមកដើម្បីឲ្យមេដឹកនាំពិភពលោកបានដឹងឮនិងជួយការពារដោយបើកចំហទ្វារទទួលយកជនភៀសខ្លួនបាទលោកសានសែលរាយការណ៍ព័ត៌មាននេះយុទ្ធនាការជួយគ្នាត្រូវបានសម្ពោធកាលពីថ្ងៃទី31មីនានៅរាជធានីភ្នំពេញដោយអង្គការអុកស្វាមអ្នកស្រីលឹមសូលីននាយិកាអង្គការអុកស្វាមថ្លែងថាជួយគ្នាឆ្លុះបញ្ចាំងពីអ្វីដែលប្រជាជនកម្ពុជាធ្លាប់ឆ្លងកាត់កាលពី40ឆ្នាំមុនជាពេលដែលមនុស្សជាច្រើនបានគេចចេញពីផ្ទះសម្បែងប្រទេសកំណើតក្រុមគ្រួសារសាច់ញាតិនិងអនុស្សាវរីយ៍ក្នុងក្តីសង្ឃឹមស្វែងរកផ្ទះថ្មីដែលគ្មានសង្គ្រាមនិងការកាប់សម្លាប់និងឱកាសចាប់ផ្ដើមជីវិតសាជាថ្មី
យុទ្ធនាការនេះមានគោលបំណងសំខាន់គៀងគរប្រជាជនកម្ពុជាជាច្រើនពាន់នាក់ក្នុងសម្លេងតែមួយជាមួយជនភៀសខ្លួននិងជនចំណាក់ស្រុកជាង65លាននាក់ទូទាំងពិភពលោកដើម្បីរួមគ្នាស្វាគមន៍ជនភៀសខ្លួនតាមរយៈការចុះហត្ថលេខាគាំទ្រញត្តិអ្នកស្រីសូលីនបញ្ជាក់ថាការចូលរួមចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋកម្ពុជានឹងជួយឲ្យពិភពលោកយល់ដឹងកាន់តែច្បាស់ពីទុក្ខលំបាករបស់ជនភៀសខ្លួនហើយដែលមានសារៈសំខាន់ណាស់ពីព្រោះថាយើងជាមនុស្សសជាតិទាំងអស់គ្នាភាពឈឺចាប់ការឆ្លងកាត់របស់ប្រជាជនកម្ពុជាមានភាពជាសកលមិនមែនតែសម្រាប់តែប្រជាជនកម្ពុជាទេការឆ្លងកាត់សង្គ្រាមហើយនឹងរបបបល្ល័យពូជសាសន៍យើងអាចចែករំលែករឿងរ៉ាវភាពជឿជាក់ជាសកលទាំងអស់នេះទៅដល់ពិភពលោកទាំងមូលផងដែរចា៎អ្នកស្រីបន្តថាចំណុចនេះហើយដែលអង្គការអុកស្វាមជ្រើសរើសប្រទេសកម្ពុជាជាទីកន្លែងសម្ពោធយុទ្ធនាការពិភពលោកនេះប្រទេសកម្ពុជាយើងនេះមានលក្ខណៈពិសេសណាស់ទើបអុកស្វាម launch campaign នេះនៅប្រទេសកម្ពុជាមុនគេដោយសារយើងមានបទពិសោធន៍ជឿជាក់ដែលយើងអាចចែកផ្សព្វផ្សាយបានអញ្ចឹងទោះបីជានាងខ្ញុំមិនមែនជាអតីតជនភៀសខ្លួនសង្គ្រាមក៏នាងខ្ញុំមានឱកាសអាចចែករំលែករឿងរ៉ាវជឿជាក់របស់ក្រុមគ្រួសារនិងញាតិមិត្តរបស់នាងខ្ញុំម្ដងដែលបានឆ្លងកាត់សង្គ្រាមនិងរបបបល្ល័យពូជសាសន៍នឹងទៅដល់ប្រជាជនទូទាំងពិភពលោកផងដែរអ្នកស្រីបន្ថែមទៀតថាយុទ្ធនាការនេះមិនគ្រាន់តែជាការចែករំលែករឿងរ៉ាវសោកនាដកម្មក៏ប៉ុន្តែបង្ហាញនូវក្តីសង្ឃឹមដែលប្រជាពលរដ្ឋកម្ពុជាមានក្រោយសម័យសង្គ្រាមទៅដល់ជនភៀសខ្លួនរាប់សិបលាននាក់ទៀតគោលបំណងនៃ campaign នេះសំខាន់ណាស់យើងអត់ចង់ប្រាប់តែពីការលំបាកហើយនិងសោកនាដកម្មពីប្រទេសកម្ពុជាទេយើងចង់បង្ហាញពីឲ្យគេឃើញនូវក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជារបស់ប្រទេសកម្ពុជាមួយទាំងមូលដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃហើយឥឡូវនេះយើងបានងើបឡើងវិញយើងបាន recover ហើយយើងត្រឡប់មកវិញហើយចូលរួមចំណែកទាំងអស់គ្នាដើម្បីអភិវឌ្ឍប្រទេសជាតិយើងតទៅមុខចា៎លោកប៉ាឡូឡូប្រាណូជាអ្នកគ្រប់គ្រងផ្នែកមនុស្សធម៌ប្រចាំតំបន់នៃអង្គការអុកស្វាមលោកធ្លាប់ទៅប្រទេសសេរីជាទីដែលមានស្ថានភាពជនភៀសខ្លួនធ្ងន់ធ្ងរលោកយល់ថាការចូលរួមរបស់កម្ពុជាក្នុងយុទ្ធនាការជួយគ្នាជាកាតព្វកិច្ចសីលធម៌និងផ្លូវច្បាប់ប្រទេសកម្ពុជានិងប្រទេសហ្វីលីពីនជាប្រទេសតែពីរនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លួនលោកប៉ាឡូលើកឡើងថារឿងរ៉ាវរបស់កម្ពុជាជាមេរៀនសម្រាប់ជាតិសាសន៍ដទៃទៀតរៀនសូត្រតាមWe met today a couple of artists that have been living abroad. យើងបានជួបជាមួយសិល្បករមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេសដែលជួបប្រទះនឹងការមិនយកចិត្តទុកដាក់ការបំបែកចេញពីគ្រួសារពីប្រទេសកំណើតប៉ុន្តែការឈឺចាប់ទាំងនោះត្រូវបានប្រែក្លាយជាសិល្បៈទៅអ្វីដែលស្អាតមែនទែនដែលគ្រប់គ្នាស្ងើចសរសើរនេះជាអ្វីដែលយុទ្ធនាការចង់ប្រាប់យើងប្រាប់ពីរឿងរ៉ាវនៃក្តីសង្ឃឹមរឿងរ៉ាវនៃសាមគ្គីភាពមិនត្រឹមតែរឿងរ៉ាវឈឺចាប់និងការមិនយកចិត្តទុកដាក់ប៉ុណ្ណោះទេយុទ្ធនាការជួយគ្នាក្រុងប្រមូលរឿងរ៉ាវរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានយ៉ាងតិច200រឿងនិងប្រមូលការគាំទ្រញត្តិចំនួន 10000 ដើម្បីដាក់ជូនស្ថានទូតប្រទេសធំៗនៅកម្ពុជាដែលជាទិសដៅរបស់ជនភៀសខ្លួនជ្រកកោននៅខែមិថុនាខាងមុខរឿងរ៉ាវទាំងអស់នេះនឹងត្រូវយកទៅជជែកនៅក្នុងសន្និសីទអន្តរជាតិស្តីពីជនភៀសខ្លួននៅប្រទេសអាល្លឺម៉ង់សកម្មភាពសំខាន់នៃយុទ្ធនាការនេះមានដូចជាការដាក់បញ្ចាំងខ្សែភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាសិក្ខាសាលានៅ Politics Coffee ការសម្ដែងផ្ទាល់របស់អង្គការផ្សារពន្លឺសិល្បៈនៅខេត្តបាត់ដំបងនិងសៀមរាបការសម្ដែងរបាំប្រពៃណីដោយអង្គការសិល្បៈខ្មែរអមតៈនៅសារមន្ទីរជាតិកម្ពុជាការប្រកួតប្រជែងវីដេអូនិងការសរសេរនិងចុះហត្ថលេខាលើលិខិតតាមរយៈគេហទំព័រ cambodia.oxfam.org/ ជួយគ្នាខ្ញុំសានសែលអាស៊ីសេរីភ្នំពេញបាទលោកនាងកញ្ញាជាទីមេត្រីក្រសួងធនធានទឹកអះអាងថាភ្លៀងនឹងបន្តធ្លាក់នៅលើផ្ទៃប្រទេសកម្ពុជារហូតដល់ថ្ងៃទី9ខែមេសាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមផ្សព្វផ្សាយកាលពីថ្ងៃទី2ខែមេសាឲ្យដឹងថាបន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាជ្រលងសម្ពាធទាបដែលរុញច្រានពីសមុទ្រចិនខាងត្បូងបានប្រសពគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ដែលរុញមកពីភាគខាងត្បូងនៃប្រទេសចិនត្រង់តំបន់ដីសណ្ដទន្លេមេគង្គចំណុចប្រសពនេះនឹងរំកិលមកលើប្រទេសកម្ពុជានៅថ្ងៃទី4ខែមេសាស្អែកនេះក្រសួងធនធានទឹកនិងអូតូនិយមព្យាករណ៍ថាស្ថានភាពបែបនេះនឹងបង្កឲ្យមានភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជាក្នុងកម្រិតពីមធ្យមទៅច្រើនក្រសួងធនធានទឹកបញ្ជាក់បន្ថែមថាបណ្ដាខេត្តមួយចំនួននៅតំបន់ទំនាបកណ្ដាលភាគខាងត្បូងនៅតំបន់ខ្ពង់រាបភាគឦសាននិងតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី4ដល់ថ្ងៃទី9ខែមេសានេះ
បាទលោកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអសីសេរីផ្សាយចេញពីរដ្ឋធានី Washington អង្គការស្នាមញញឹមកម្ពុជាសហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃទី2ខែមេសាបានចាប់ផ្ដើមពិនិត្យនិងផ្ដល់ការវះកាត់មាត់ឆែបក្រអូមឆែបបញ្ហាធ្មេញនិងពិការភាពមុខមាត់ផ្សេងទៀតដូចជាក្រពុតត្រចៀកជាដើមជូនដល់ប្រជាពលរដ្ឋដោយឥតយកប្រាក់ការវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចាប់ពីថ្ងៃទី2ខែមេសារហូតដល់ថ្ងៃទី7ខែមេសមន្ត្រីអង្គការស្នាមញញឹមកម្ពុជាឲ្យដឹងថាកម្មវិធីវះកាត់ដោយឥតគិតប្រាក់នេះសហការគាំទ្រនិងចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីអង្គការស្នាមញញឹមដោយសាកលវិទ្យាល័យជាតិសេអ៊ូលនិងពីមន្ទីរពេទ្យប៊ុនដេងប្រទេសកូរ៉េខាងត្បូងរួមជាមួយនឹងមូលនិធិ DK Kim Korea សម្រាប់ព័ត៌មានបន្ថែមសូមលោកនាងតាក់ទងទៅអង្គការស្នាមញញឹមកម្ពុជាដែលមានទីស្នាក់ការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាន់ទី3ឬតាមលេខទូរស័ព្ទ023 211 405 012 655 786 ឬ096 846 6991 បាទសូមអរគុណបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអសីសេរីដែលរៀបចំជូនដោយខ្ញុំបាទសេកបណ្ឌិតពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមអញ្ជើញអស់លោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងទៀតនៃកម្មវិធីផ្សាយរបស់យើងខ្ញុំនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារមួយចំនួនស្ដីអំពីសង្គមស៊ីវិលនិងអ្នកជំនាញជំរុញឲ្យយុវជនចាប់អារម្មណ៍នឹងគោលនយោបាយរបស់គណៈបកនយោបាយនីមួយៗប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តប៉ៃលិនបារម្ភគ្មានទឹកប្រើប្រាស់ដោយសារទឹកស្ទឹងបច្ចុប្បន្នល្អក់និងប្រែពណ៌ក្រហមប្រាសាទតាម៉ុនធំនៅខេត្តឧត្តរមានជ័យមិនទាន់សម្បូរភ្ញៀវទេសចរទៅលេងដោយសារតំបន់នោះស្ថិតនៅក្នុងជម្លោះព្រំដែននៅឡើយហើយនៅចុងកម្មវិធីលោកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញឲ្យលោកនាងតាមដានស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារបាទលោកអ្នកស្ដាប់ជាទីមេត្រីខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកជំនាញជំរុញឲ្យយុវជនពិនិត្យនិងតាមដានឲ្យបានដិតដល់ចំពោះគោលនយោបាយឬរបៀបវិរៈរបស់គណៈបកនីមួយៗថាតើពួកគេបានដាក់បញ្ចូលរាល់បញ្ហាជាអាទិភាពរបស់យុវជនហើយឬនៅការធ្វើបែបនេះគឺដើម្បីឲ្យពួកគេអាចសម្រេចចិត្តជ្រើសរើសមេដឹកនាំមួយដ៏ត្រឹមត្រូវដែលអាចជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេបានបាទសូមស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់លោកយ៉ងច័ន្ទរាអំពីបញ្ហានេះនៅរៀងរាល់ការបោះឆ្នោតម្ដងគណៈបកនយោបាយនីមួយៗតែងអូសទាញយុវជនឲ្យក្លាយជាកម្លាំងគាំទ្ររបស់ខ្លួនដោយប្រកាសថាពួកគេគិតគូរអំពីយុវជនឲ្យតម្លៃចំពោះសក្តានុពលយុវជនឬក៏ថាគណៈបករបស់ពួកគេដាក់បេក្ខភាពយុវជនចូលក្នុងសមាជិកភាពនៃថ្នាក់ដឹកនាំរបស់គណៈបកនៅក្នុងបរិបទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដ៏ស្រួចស្រាលដែលនឹងមកដល់នៅដើមខែមិថុនាខាងមុខនេះអ្នកជំនាញនិងមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកយុវជនជំរុញឲ្យយុវជនយកចិត្តទុកដាក់លើគោលនយោបាយរបស់គណៈបកនីមួយៗហើយព្យាយាមធ្វើយ៉ាងណាឲ្យពួកគេមានសម្លេងនិងការសម្រេចចិត្តក្នុងគណៈបកដែលពួកគេគាំទ្រមន្ត្រីផ្នែកអង្គការនឹងតស៊ូមតិនៃអង្គការ Confrel លោកសិនទិតសីហាក៏សម្គាល់ថាការបោះឆ្នោតកាលពីលើកមុនទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនសូវមានបេក្ខភាពយុវជនច្រើននោះទេលោកថានេះគឺជាចំណុចសំខាន់ដែលយុវជនត្រូវចាប់អារម្មណ៍ដើម្បីឆ្លុះបញ្ចាំងអំពីគណៈបកនយោបាយណាដែលអះអាងថាខ្លួនគិតគូរអំពីយុវជនហើយសំខាន់ជាងនេះយុវជនត្រូវពិនិត្យមើលគោលនយោបាយរបស់គណៈបកទាំងនោះថាតើមានដាក់បញ្ចូលនៅបញ្ហាប្រឈមរបស់យុវជនចូលក្នុងរបៀបវិរៈនយោបាយរបស់ខ្លួនហើយឬនៅហើយបើមានតើការអនុវត្តជាក់ស្ដែងបានដល់កម្រិតណាគណៈបកនយោបាយហ្នឹងក៏ត្រូវតែបង្កើនជំនឿចិត្តពួកអាហ្នឹងជាយុទ្ធសាស្ត្ររបស់គណៈបកនយោបាយអាចថាទី1គោលនយោបាយទី2ការអនុវត្តតើគោលនយោបាយដែលគាត់ដាក់ចេញការអនុវត្តដែលគាត់បានធ្វើមកវាឆ្លើយតបគ្នាអត់ក្នុងកម្រិតណាហើយបើសិនជាគាត់ដាក់ចេញមកការអនុវត្តរបស់គាត់ហ្នឹងអត់បានឆ្លើយតបទៅនឹងអ្វីដែលគាត់ដាក់ហ្នឹងវាអាចធ្វើឲ្យក្រុមយុវជនហ្នឹងបាត់ជំនឿចិត្តទៅលើគណៈបកនយោបាយហ្នឹងដែរលោកបន្តថាចំនួនយុវជនជាង2លាននាក់
ឬស្មើនឹងជាង 34% នៃអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតគឺជាបរិមាណមួយដ៏ច្រើនដែលគណៈបកនយោបាយមិនត្រូវមើលរំលងសម្លេងឆ្នោតរបស់យុវជនឡើយលោកថាលទ្ធផលឆ្នោតអាចនឹងមានការប្រែប្រួលបើសិនជាពួកគេបានចេញទៅបោះឆ្នោតទាំងអស់គ្នាគណៈបកនយោបាយគាត់មិនត្រូវមើលរំលងអំពីចំនួនយុវជននៅក្នុងការចូលរួមការបោះឆ្នោតហ្នឹងទេមិនត្រឹមតែផ្សារភ្ជាប់ពួកគាត់ឲ្យជាអ្នកគ្រប់គ្រងទេត្រូវតែផ្ដល់ផលប្រយោជន៍គិតគូរផ្ដល់ឋានៈទូនទីឬក៏មានគោលនយោបាយជាក់លាក់ដើម្បីដោះស្រាយបញ្ហាយុវជនណាពួកគេទៅមុខទៀតគេនឹងក្លាយជាអ្នកស្នងតំណែងបើសិនជាអត់មានការបណ្ដោះបណ្ដាលយុវជននឹងឲ្យជាថ្នាលមួយឲ្យបានរឹងមាំទេនៅពេលដែលពួកគេនឹងក្លាយជាអ្នកស្នងតំណែងនេះពួកគេមិនបានរឹងមាំយុវជនមានបញ្ហាប្រឈមជាអាទិភាពចំនួន3បើតាមការស្រាវជ្រាវរបស់សម្ព័ន្ធយុវជនដើម្បីឯកភាពនិងអភិវឌ្ឍកាលពីឆ្នាំ2015នោះគឺជាបញ្ហាការអប់រំការងារនិងបញ្ហាសន្តិសុខប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធយុវជនដើម្បីឯកភាពនិងអភិវឌ្ឍនិងជានាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនលោកជាងសុខាសង្កេតឃើញថាស្ថានភាពនយោបាយបច្ចុប្បន្នបានដើរមកដល់ចំណុចរបត់ថ្មីមួយដែលគ្រប់គណៈបកនយោបាយត្រូវចាប់ផ្ដើមដាក់ចេញនូវគោលនយោបាយណាដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិងយុវជនលោកថាគណៈបកនយោបាយនីមួយៗមិនត្រូវតាក់តែងរបៀបវរៈនយោបាយដោយផ្អែកលើទស្សនៈរបស់ខ្លួនតែមួយនោះទេបើមិនដូច្នេះពួកគេនឹងបាត់បង់ការគ្រប់គ្រងជាក់ជាមិនខានពេលនេះគឺជាឱកាសដែលគណៈបកនយោបាយត្រូវផ្ដោតទៅលើតម្រូវការរបស់ប្រជាពលរដ្ឋមានន័យថារបៀបវរៈនយោបាយមិនមានតាក់តែងឡើងឬក៏បង្កើតឡើងដោយគណៈបកនយោបាយខ្លួនឯងទេគឺរបៀបវរៈនយោបាយត្រូវបានដឹកមុខដោយតម្រូវការរបស់ប្រជាពលរដ្ឋអញ្ចឹងបើសិនជាគណៈបកនយោបាយណាក៏ដោយឲ្យតែយកតម្រូវការរបស់ប្រជាពលរដ្ឋមកដឹកមុខក្នុងការតាក់តែងរបៀបវរៈនយោបាយសម្រាប់ការឃោសនាបោះឆ្នោតខ្ញុំសង្ឃឹមថាគណៈបកនយោបាយនោះនឹងទទួលបានការគ្រប់គ្រងកាន់តែខ្លាំងពីប្រជាពលរដ្ឋលោកជាងសុខាក៏សម្គាល់ថាការងាកមកចាប់អារម្មណ៍និងផ្ដោតការយកចិត្តទុកដាក់លើយុវជនក្នុងបរិបទនៃការបោះឆ្នោតឆ្នាំ2017នេះហាក់ដូចជាបានកម្រើកឡើងនៅគ្រប់គណៈបកនយោបាយទាំងអស់ក៏ប៉ុន្តែលោកយល់ឃើញថានេះគ្រាន់តែជាយុទ្ធសាស្ត្រនៃការគៀងគររកសម្លេងគាំទ្រតែប៉ុណ្ណោះតែធៀបពិតតម្រូវការរបស់យុវជននៅមិនទាន់ត្រូវបានលើកឡើងឲ្យមានភាពប្រកបប្រជានៅឡើយយើងបានជួបជាមួយគណៈបកនយោបាយ 4-5 ដើម្បីស្វែងយល់ឬក៏រៀនសូត្រអំពីគណៈបកថាតើគណៈបកមានធ្វើគោលនយោបាយពិតប្រាកដសម្រាប់យុវជនដែរឬទេហើយចឹងហើយយើងមិនទាន់ឃើញមានគណៈបកនយោបាយណាមួយដែលមានភាពជាក់លាក់ហើយហាក់បីដូចជាស្ថិតនៅក្នុងស្ថានភាពមួយដែលយុវជនមិនទាន់មានការជឿជាក់អញ្ចឹងហាក់បីដូចជាការដែលយកចិត្តទុកដាក់លើយុវជនគ្រាន់តែជាការគៀងគរការគ្រប់គ្រងជាជាងយកចិត្តទុកដាក់លើយុវជនដើម្បីឲ្យយុវជនមានតួនាទីក្នុងការសម្រេចចិត្តដែលធ្វើឲ្យគាត់មានឥទ្ធិពលទៅលើអ្វីដែលជាបញ្ហារួមរបស់យុវជននិស្សិតផ្នែកនីតិសាស្ត្រម្នាក់គឺកញ្ញាសាំងលីណែតចាប់អារម្មណ៍ថាគោលនយោបាយរបស់គណៈបកនីមួយៗបង្ហាញអំពីការយកចិត្តទុកដាក់លើយុវជនក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងបែរជាផ្សេងពីនេះនាងក៏សម្គាល់ថាអ្នកនយោបាយមួយចំនួននៅប្រកាន់ទស្សនៈថាយុវជនគ្រាន់តែជាក្មេងមិនមានបទពិសោធន៍ដូចខ្លួនជាមនុស្សចាស់ដូច្នេះមិនអាចកាន់ការងារធំដុំបានឡើយនាងគិតថានេះគឺជាទស្សនៈមួយដែលខុសឆ្គងព្រោះយុវជនគឺជាអ្នកដែលមានកម្លាំងកាយរឹងមាំមានចំណេះដឹងនិងមានគំនិតច្នៃប្រឌិតខ្ពស់នាងចង់ឃើញគ្រប់គណៈបកនយោបាយដាក់បញ្ចូលបេក្ខភាពយុវជនឲ្យបានច្រើនព្រមទាំងផ្ដោតលើបញ្ហាប្រឈមរបស់យុវជនគឺការអប់រំការងារនិងបញ្ហាសន្តិសុខស្លឹកឆ្នោតរបស់ខ្ញុំមានតម្លៃខ្ញុំនឹងបោះឆ្នោតឲ្យគណៈបកណាដែលគាត់មានគោលនយោបាយត្រឹមត្រូវហើយមួយទៀតវិញមេដឹកនាំមានតម្លាភាពហើយគាត់ស្មោះត្រង់គាត់អាចបំពេញនៅអ្វីដែលគាត់បានសន្យាហើយនឹងគាត់យល់ពីតម្រូវការរបស់យុវជនក្នុងនាមខ្ញុំជាយុវជនហើយក្នុងនាមខ្ញុំជាម្ចាស់សញ្ញាឆ្នោតអ្នកជំនាញជំរុញឲ្យយុវជនប្រើប្រាស់សក្តានុពលរបស់ខ្លួននិងត្រូវរួមគ្នាជាធ្លុងមួយដើម្បីទាមទារឲ្យមានដំណោះស្រាយលើបញ្ហាប្រឈមរបស់ខ្លួនហើយចាំបាច់ណាស់យុវជនត្រូវតែចូលរួមក្នុងដំណើរការបោះឆ្នោតក្រោយពេលបោះឆ្នោតយុវជនត្រូវខិតខំសង្កេតនិងតាមដានសកម្មភាពអនុវត្តរបស់មន្ត្រីជាប់ឆ្នោតឬរដ្ឋាភិបាលដើម្បីចូលរួមវាយតម្លៃលទ្ធផលនៃសកម្មភាពទាំងនោះហើយផ្ដល់ព័ត៌មានទាំងនេះទៅដល់អ្នកបោះឆ្នោតដទៃទៀតសម្រាប់ធ្វើជាទុនពិចារណាក្នុងការសម្រេចចិត្តបោះឆ្នោតលើកក្រោយទៀតខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តបៃលិនកំពុងព្រួយបារម្ភបញ្ហាគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃដោយសារតែក្រោយពីភ្លៀងធំជាប់គ្នារយៈពេល2ថ្ងៃមកធ្វើឲ្យទឹកស្ទឹងបៃលិនឡើងល្អក់និងប្រែពណ៌ក្រហមដែលមិនអាចយកទៅប្រើប្រាស់បានប្រធានមន្ត្រីបរិស្ថានខេត្តបៃលិនអះអាងថាបញ្ហានេះអាចនឹងមានរយៈពេលខ្លីប្រសិនបើពុំមានភ្លៀងធ្លាក់បន្តទៀតនោះទេ
បាទលោកហុំចម្រើនរាយការណ៍ព័ត៌មាននេះអស់រយៈពេល3ថ្ងៃហើយដែលទឹកស្ទឹងប៉ៃលិននៅតែមានសភាពល្អក់ក្រហមដែលពលរដ្ឋមិនអាចយកទៅប្រើប្រាស់បានប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់បរយ៉ាខាក្រុងប៉ៃលិនលោកសុកស៊ីថាឲ្យដឹងថាតាំងតែមានភ្លៀងធំនៅថ្ងៃទី31មីនាមកគឺទឹកស្ទឹងប៉ៃលិននៅតែមានពណ៌ក្រហមហើយពុំអាចយកទៅប្រើប្រាស់បាននៅឡើយទេលោកអះអាងថាទឹកស្ទឹងប៉ៃលិនជាប្រភពសំខាន់ដែលគ្រួសាររបស់លោកនិងពលរដ្ឋរាប់រយគ្រួសារផ្សេងទៀតតែងដងយកទៅប្រើប្រាស់ជាប្រចាំប្រើបើយើងយកមកដាំបាយដាំអីដាំអត់កើតទេដាំអត់កើតទេវាទៅជាពណ៌ទៅអាដេញទឹកកលុកអត់យើងកាយថ្មីវាមិនងាយរងទេតែទឹកចេះអត់មានបានបូមមកអីទេបងខាងអាទឹកយើងនឹងមានហ្នឹងហើយខ្ញុំខាងខ្ញុំក៏ខ្ញុំមកប្រើទៀងរយណាឲ្យគេច្រើនដូចគេទេបងណាទៀងមួយសម្រាប់យើងដល់ពេលអស់យើងបូមដាក់ប្រើទៅអស់បូមដាក់ប្រើអញ្ចឹងទៅបើថាអត់មានទុកអត់មានទេបងចំណែកពលរដ្ឋម្នាក់ទៀតលោកមុំរីមានប្រសាសន៍ថាកាលពីមុនភ្លៀងមួយថ្ងៃលោកបានបូមទឹកពីស្ទឹងមួយនេះដាក់ពេញពាងនិងអាងស្តុកទឹករួចមកហើយធ្វើឲ្យលោកពុំមានបញ្ហារឿងខ្វះទឹកប្រើប្រាស់ទេអំឡុងពេលនេះប៉ុន្តែលោកអះអាងថាទឹកទាំងអស់នេះអាចប្រើប្រាស់បានប្រមាណ5ថ្ងៃទៀតហើយលោកថានៅពេលដែលទឹកអស់ពីពាងទៅពុំដឹងបានទឹកពីណាយកមកប្រើប្រាស់បន្តទៀតទេពីព្រោះទឹកនៅក្នុងស្ទឹងល្អក់ពណ៌ក្រហមមិនអាចយកមកប្រើប្រាស់បាននៅឡើយវាខ្លាចតែវាល្អក់រយៈពេលខ្លីបើរយៈពេលយូរអ្នកប្រើប្រាស់ទឹកហ្នឹងគឺអត់មានអីប្រើទេដល់ទិញទឹកឡានទៀតមកព្រឹកមិញខ្ញុំចុះទៅហ្នឹងវាអាលើរៀងរងខ្លះបាទចុះលូកជើងកកោអាបាតក្រោមនៅទៅខាប់ល្អហ្នឹងជាតិដីក្រហមបាទព្រួយបារម្ភណាស់គាត់ថាល្អរហូតហ្នឹងមិនប្រើទឹកផ្ទះខ្ញុំមិនតាមបានភ្ជាប់អាទឹកស្អាតហ្នឹងទេតាមប្រើទឹកស្អាតទេប្រើទឹកស្ទឹងអ្នកភូមិបន្ថែមថាកាលពីភ្លៀងធំថ្ងៃដំបូងទឹកស្ទឹងប៉ៃលិនបានប្រែពណ៌ក្រហមមួយរំពេចហើយពេលនោះធ្វើឲ្យត្រីក្នុងស្ទឹងមួយចំនួនបានពុលងាប់ដោយមិនដឹងមូលហេតុចំណែកអ្នកស្រុកក៏មិនហ៊ានយកទឹកស្ទឹងមួយនេះទៅប្រើប្រាស់នោះដែរឆ្លើយតបនឹងបញ្ហានេះប្រធានមន្ត្រីបរិស្ថានខេត្តប៉ៃលិនលោកកឹមសុខាមានប្រសាសន៍ថាទឹកស្ទឹងឡើងពណ៌ក្រហមដោយសារទាហានកងវិស្វកម្មកំពុងធ្វើផ្លូវក្រវ៉ាត់ព្រំដែនហើយដីតំបន់ខ្លះជាដីពណ៌ក្រហមហើយចំពេលដែលមានភ្លៀងធ្លាក់ធំធ្វើឲ្យទឹកភ្លៀងហូរធ្លាក់ស្ទឹងប៉ៃលិនទើបបណ្ដាលឲ្យទឹកប្រែពណ៌ក្រហមលោកអះអាងថាបើទោះជាទឹកស្ទឹងពណ៌ក្រហមក្តីប៉ុន្តែពុំទាន់មានសញ្ញាណាមួយដែលប៉ះពាល់ដល់សុខភាពពលរដ្ឋនៅឡើយទេធម្មតាគាត់មិនប្រើដោយផ្ទាល់ទេភាគច្រើនគាត់ជីកនៅក្បែរហ្នឹងយកប្រើប្រាស់ធម្មតាយើងអ្នកនៅតាមមាត់ស្ទឹងគាត់ចេះណាគាត់កណ្ដាលទឹកវាល្អគាត់កាយលុបភ្លៀងហ្នឹងវាពួកដីនោះវាមិនមែនដីនៅប៉ៃលិនយើងវាមិនមែនដីស្ទឹងដូចស្ទឹងនៅបាត់ដំបងអីទៅសតទេរបៀបថ្មលាយខ្សាច់លាយអីចឹងណាទីទៅវាច្រោះបានវាច្រោះបានទឹកប្រើប្រាស់លោកបន្ថែមថាប្រសិនបើពុំមានភ្លៀងធំនៅព្រំដែនខេត្តប៉ៃលិនបន្តទៀតគឺប្រមាណ3ថ្ងៃខាងមុខទឹកស្ទឹងមួយនេះនឹងប្រែពណ៌ទៅជាថ្លាហើយប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់បានដូចធម្មតាឡើងវិញទឹកនេះបានយកទៅសិក្សាបន្តែទម្លាប់អ្នកភ្នំយើងមើលទៅថាតាំងគឺថានេះគឺថាបែបប្រមាណនេះថាដោយសារទឹកដីវាមិនដីវាមិនមានជាតិពុលទេដូច្នេះវាគ្រាន់តែមានសភាពតែល្អប៉ុណ្ណឹងបើយើងបើដីមានជាតិពុលគឺនេះទឹកហ្នឹងវាមានជាតិពុលតាំងពីដើមមកហើយដោយសារយើងឃើញថាជាលបាត់ដីដែលយើងកាយផុសខាងលើហ្នឹងវាហូរចូលទៅក្នុងស្ទឹងគឺនេះយើងសន្និដ្ឋានថាវាមិនមានជាតិពុលអីសំខាន់ទេទោះជាយ៉ាងនេះក្តីអតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេ3និងជាអ្នកខ្លំមើលបរិស្ថានលោកញៀកមានពន្យល់ថាមានករណីមួយចំនួនដែលបណ្ដាលឲ្យទឹកស្ទឹងប្រែពណ៌ល្អក់ក្រហមខុសប្រក្រតីគឺបណ្ដាលមកពីការជីកដីទ្រង់ទ្រាយធំនៅតំបន់ប៉ែកខាងលើស្ទឹងដែលស្ថានដីនៅតំបន់នោះមានពណ៌ក្រហមហើយនៅពេលមានភ្លៀងធំក៏នាំដីក្រហមហូរចូលមកស្ទឹងតែម្ដងលោកសង្កត់ធ្ងន់ថាបញ្ហាគ្រោះធម្មជាតិមិនបណ្ដាលឲ្យទឹកពណ៌ក្រហមឆាប់រហ័សនោះឡើយព្រោះវាធ្វើឲ្យល្អអញ្ចឹងទៅវាពិបាកក្នុងការប្រើប្រាស់ទឹកពិបាកនឹងងូតពិបាកនឹងអីហ្នឹងហើយពិបាកថប់អីហ្នឹងតែអាហ្នឹងវានឹងបាត់ទៅវិញនៅពេលដែលរាំងភ្លៀងអស់គឺអស់វិញហើយភ្លៀងអស់ទៅវាហូរទៅមួយឆាវវាហ្នឹងអស់ហើយតែបើសិនណាជាសកម្មភាពហ្នឹងប្រព្រឹត្តឲ្យមនុស្សវាអាចបន្តរហូតរាប់អាទិត្យរាប់ខែអាចការអាជ្ញាធរអាចជួយលាក់ដែរហ្នឹងចំណែកផលប៉ះពាល់ដោយសារបញ្ហានេះលោកអះអាងថាប្រសិនបើទឹកហូរដីក្រហមធម្មជាតិពុំមានជាតិគីមីក្នុងដីនោះគឺពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេប៉ុន្តែលោកលើកឡើងថាប្រសិនបើមានការប្រើប្រាស់ថ្នាំគីមីក្នុងការធ្វើកសិកម្មផ្សេងៗច្រើននៅតំបន់នោះ
ការប្រើប្រាស់ទឹកវានឹងប៉ះពាល់ដល់សុខភាពរបស់មនុស្សដោយករណីស្ទឹងសែនដែលហូរចេញពីព្រះវិហារហ្នឹងអានឹងការសង្ស័យរបស់សហគមន៍ណានឹងវាអាចត្រូវអញ្ចឹងណាបាទព្រោះអីវាធ្វើឲ្យត្រីហ្នឹងវាងាប់ច្រើនហើយចំពោះត្រីដែលនៅក្នុងស្ទឹងមកពីប៉ៃលិនហ្នឹងខ្ញុំឃើញគេចាប់ត្រីលើកឡើងហ្នឹងណាអាហ្នឹងវាជាករណីដែលត្រីហ្នឹងវាជាធម្មតាទឹកវាល្អក់មកអញ្ចឹងវាខ្វះអុកស៊ីហ្សែនហើយសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិននៅថ្ងៃទី31មីនាបានបកស្រាយថាខណៈភ្លៀងធ្លាក់តំបន់ប្រើប្រាស់ច្រើនយ៉ាងសម្លូតក្នុងចន្លោះបង្គោលឡាក់68 69 និង 70ក្នុងចំណុចភូមិសាស្ត្រអូតាផៅធូរ៉េន2ដើមអូត្រាវអូដូងវាលស្បូវនិងអន្លង់ខៀវបង្កឲ្យបាក់ច្រោះដីនិងទាញយកសំណឹកពីការកកាយដីផ្លូវបានហូរចូលទៅក្នុងប្រព័ន្ធអូស្ទឹងកាលពីយប់ថ្ងៃទី30មីនាទឹកល្អក់នេះអាចនឹងហូរឆ្លងកាត់ស្ទឹងក្រុងប៉ៃលិនស្រុកសាឡាក្រៅនិងអាចចាក់ចូលទៅដល់ស្ទឹងក្នុងស្រុកបវលខេត្តបាត់ដំបងលោកកឹមសុខាឲ្យដឹងទៀតថាទឹកល្អក់ដែលអាចប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋមានចំនួន7ភូមិនិងមានពលរដ្ឋប្រមាណ500គ្រួសារប៉ុន្តែពលរដ្ឋអះអាងថាអ្នកប្រើប្រាស់ទឹកស្ទឹងប៉ៃលិនមានរាប់ពាន់គ្រួសារហើយប្រសិនបើទឹកស្ទឹងមួយនេះនៅតែមិនអាចប្រើការបានទៀតពួកគាត់រាប់ពាន់គ្រួសារនឹងចំណាយថវិកាច្រើនដើម្បីទិញទឹកពីគេដឹកតាមឡានយកមកប្រើប្រាស់ជំនួសហើយបញ្ហានេះបានប៉ះពាល់បន្ថែមទៀតដល់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងប្រធានមន្ត្រីទេសចរខេត្តឧត្តរមានជ័យឲ្យដឹងថាប្រាសាទតាមាន់ធំដែលស្ថិតនៅលើខ្នងភ្នំដងរែកនៃឃុំគោកមនស្រុកបន្ទាយអំពិលគឺមានសក្តានុពលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីឲ្យប្រជាពលរដ្ឋនៃខេត្តនេះអាចរកប្រាក់កម្រៃពីវិស័យទេសចរនេះបានក៏ប៉ុន្តែបច្ចុប្បន្នប្រាសាទបុរាណដែលមានទីតាំងជាប់នឹងព្រំដែនខ្មែរថៃមួយនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជាហេតុមិនអាចឲ្យមន្ត្រីទេសចរអាជ្ញាធរខេត្តទៅរៀបចំការអភិវឌ្ឍលើវិស័យទេសចរបាននៅឡើយបាទសូមស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់លោកហងសាយុទ្ធជុំវិញបញ្ហានេះតាមាន់ធំគឺជាប្រាសាទរបស់ខ្មែរមួយដែលស្ថិតនៅចម្ងាយប្រហែល50គីឡូម៉ែត្រភាគខាងត្បូងឈៀងខាងលិចពីទីរួមខេត្តឧត្តរមានជ័យបច្ចុប្បន្នប្រាសាទមួយនេះមិនសូវមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញចូលទៅទស្សនាទេដោយសារតែវាមានទីតាំងនៅលើខ្នងភ្នំដងរែកជាប់ព្រំដែនខ្មែរថៃដែលកងទ័ពនៃប្រទេសទាំងពីរធ្លាប់មានជម្លោះប្រដាប់អាវុធក្នុងរឿងព្រំដែនជាមួយគ្នាយូរម្ដងទើបគេឃើញមានក្រុមនិស្សិតអ្នកស្រាវជ្រាវបរទេសនិងប្រជាពលរដ្ឋមកពីតំបន់ឆ្ងាយៗនាំគ្នាឡើងទៅលេងនៅប្រាសាទនោះម្ដងស្ត្រីម្នាក់មកពីក្រុងតាខ្មៅខេត្តកណ្ដាលដែលបាននាំកូនស្រីនិងចៅខ្លះទៅទស្សនាប្រាសាទតាមាន់ធំនោះគឺអ្នកស្រីសុកសារ៉េតអ្នកស្រីមានប្រសាសន៍ថារូបគាត់មានកូនប្រុសម្នាក់ធ្វើទាហានហើយប្រចាំនៅការពារតំបន់ប្រាសាទនេះគាត់បានមកលេងកូនប្រុសរបស់គាត់ហើយក៏ឆ្លៀតឡើងទៅលេងប្រាសាទតាមាន់ធំតែម្ដងអ្នកស្រីសុកសារ៉េតឲ្យដឹងថានេះគឺជាលើកដំបូងដែលគាត់បានមកឃើញប្រាសាទបុរាណខ្មែរតាមាន់ធំនៅលើខ្នងភ្នំដងរែកចង់មកអញ្ចឹងទៅឲ្យស្គាល់ថាមើលនៅកន្លែងណានៅព្រៃអីស្គាល់ភ្នំណាភ្នំណីអញ្ចឹងណាពូឃើញរបស់បុរាណចេះសប្បាយរីករាយអាណត្តិធំណៅថាវាសោកនឹងរែងហើយវាមានអ្នកនៅកសាងណាទៀតវាស្ដាយគេពីមុនមកអញ្ចឹងចាស់បុរាណហ្នឹងយើងដែលធ្លាប់ឃើញធ្លាប់ឮនឹកឃើញហើយតែមិនដឹងធ្វើមិនពីដើមមកចាស់ចេះលីសែងបានធ្វើជាប្រាសាទធំប្រាសាទតាមាន់ធំដែលកសាងឡើងអំពីថ្មភក់មានរបងធ្វើពីថ្មបាយក្រៀមនៅលើផ្ទៃដីទំហំ60ម៉ែត្រ4ជ្រុងគឺមានអាយុជាង1000ឆ្នាំហើយបច្ចុប្បន្ននេះជារៀងរាល់ថ្ងៃនៅជុំវិញបរិវេណប្រាសាទនិងក្នុងប្រាសាទគឺមានទាហានខ្មែរនិងថៃតែងចូលយាមប្រចាំការពារព្រំដែនជាមួយគ្នាចាប់តាំងពីព្រឹករហូតដល់យប់ដោយសារតែប្រាសាទនេះមានវត្តមានទាហានខ្មែរនិងថៃនៅយាមកាមជាប្រចាំនោះជាហេតុធ្វើឲ្យភ្ញៀវទេសចរភាគច្រើនមិនសូវចូលទៅលេងកម្សាន្តទេពីព្រោះគេខ្លាចចំនួនប្រដាប់អាវុធអាចកើតឡើងនៅពេលណាមួយ
ទាហានខ្មែរម្នាក់ដែលប្រចាំការពារប្រាសាទតាមាន់ធំលោកយិនយេកមានប្រសាសន៍ថាជាធម្មតាមិនសូវសម្បូរភ្ញៀវឡើងទៅលេងប្រាសាទតាមាន់ធំទេប៉ុន្តែនៅរដូវចូលឆ្នាំឬក៏ភ្ជុំបិណ្ឌជាដើមទើបសម្បូរអ្នកទៅលេងដោយមានទាំងប្រជាពលរដ្ឋខ្មែរផងនិងថៃផងទាហានដដែលបញ្ជាក់ថានៅពេលធម្មតាគឺយូរទើបឃើញមានប្រជាពលរដ្ឋមួយក្រុមនាំគ្នាឡើងទៅមើលប្រាសាទតាមាន់ធំម្ដងដោយអ្នកខ្លះមកលេងនិងខ្លះទៀតទៅបែរបន់ផ្នែកជំនឿសាសនាជាដើមលោកយិនយេកបញ្ជាក់ថាក្នុងនាមលោកជាកងទ័ពលោកចង់ឲ្យអាជ្ញាធរខេត្តរតនមានជ័យនិងមន្ទីរទេសចររៀបចំអភិវឌ្ឍប្រាសាទតាមាន់ធំនោះដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានទៅលេងមានចំនួនច្រើនជារៀងរាល់ថ្ងៃឥឡូវដូចរៀបស្រកជាងមុនពីមុនមានមកច្រើនគេចង់ឃើញប្រាសាទហ្នឹងពីច្រើនបាញ់ឥឡូវវាមិនដល់គេមកទៅថាឃើញយើងយាមមួយគ្នាយើងគ្នាអ្នកស្រុកតែមកលេងអត់អីទេពួកខ្ញុំនៅការពារអញ្ចឹងទៅគេចេះតែមកលេងហ្នឹងបើតាមចិត្តខ្ញុំចង់ឲ្យតំបន់ថ្លៃតំបន់ទេសចរដើម្បីឲ្យមានបងប្អូនមកលេងច្រើនពួកខ្ញុំសប្បាយចិត្តផងចាប់តាំងពីអំឡុងខែកក្កដាឆ្នាំ2008ក្នុងពេលដែលកម្ពុជាថៃមានជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារគឺតំបន់ប្រាសាទតាមាន់ធំនៃស្រុកបន្ទាយអំពិលខេត្តរតនមានជ័យក៏ជាតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរថៃជាហេតុធ្វើឲ្យមានវត្តមានកងទ័ពទាំងសងខាងបន្តរាយបណ្ដាក់នៅទីនោះរហូតមកដល់បច្ចុប្បន្នមន្ត្រីមន្ទីរទេសចរខេត្តរតនមានជ័យឲ្យដឹងថាបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរដែលទៅលេងប្រាសាទតាមាន់ធំគឺមានប្រហែលពី50នាក់ទៅ100នាក់ក្នុងមួយខែប្រធានមន្ទីរទេសចរខេត្តរតនមានជ័យអ្នកស្រីធិនីមូនីរស្មីមានប្រសាសន៍ថាមន្ទីរទេសចរបានសម្លឹងឃើញថាសក្តានុពលរបស់ប្រាសាទតាមាន់ធំអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាបានច្រើនក៏ប៉ុន្តែបច្ចុប្បន្នមន្ទីរទេសចរមិនទាន់អាចចូលទៅរៀបចំអភិវឌ្ឍផ្នែកទេសចរបានទេពីព្រោះតែតំបន់នោះនៅជាចំណុចជម្លោះព្រំដែនរវាងខ្មែរថៃហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពខ្មែរនិងថៃនៅឡើយអ្នកស្រីធិនីមូនីរស្មីបញ្ជាក់ទៀតថាដោយសារតែប្រាសាទតាមាន់ធំស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាននៅឡើយនោះមិនសូវសម្បូរភ្ញៀវទេសចរទៅទស្សនាទេពីព្រោះតែកងទ័ពនៅមានកំណត់ពេលវេលាឲ្យចេញចូលហើយអ្នកទេសចរខ្លះមិនហ៊ានទៅផងទោះជាយ៉ាងណាប្រធានមន្ទីរទេសចរដដែលឲ្យដឹងថាគេបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់អភិវឌ្ឍប្រាសាទតាមាន់ធំក្នុងពេលអនាគតដូចជារៀបចំសិភៅមគ្គុទ្ទេសក៍ទេសចរនិងផែនទីជាដើមចំពោះខាងមន្ទីរជំនាញពាក់ព័ន្ធទៅនឹងការអភិវឌ្ឍតំបន់នឹងយើងអត់ទាន់បានធ្វើការអភិវឌ្ឍប៉ុន្តែយើងនឹងមានទិសដៅថ្ងៃអនាគតទៅក៏យើងនឹងធ្វើការអភិវឌ្ឍតំបន់នឹងឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរមកស្រុកយើងបានកាន់តែច្រើនយើងត្រៀមខ្លួនបានមួយចំណែកហើយដោយសារយើងមានភៅមគ្គុទ្ទេសក៍សម្រាប់ធ្វើការផ្សព្វផ្សាយហើយចុងឆ្នាំនេះក៏យើងកំពុងតែបោះបានផ្នត់ជាផែនទីសម្រាប់ដៅទៅតំបន់ទេសចរមួយចំនួនប្រាសាទតាមាន់ធំកសាងឡើងនៅចន្លោះឆ្នាំ1002ទៅ1066នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទឧទ័យទិត្យវរ្ម័នទី2ប្រាសាទនេះនៅចម្ងាយប្រមាណជា2គីឡូម៉ែត្រពីប្រាសាទតាមាន់តូចប៉ុន្តែបច្ចុប្បន្នប្រាសាទតាមាន់តូចបានស្ថិតនៅក្នុងទឹកដីថៃទៅហើយខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តឧត្តរមានជ័យជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានបញ្ចប់គណៈកម្មាធិការនយោបាយរបស់គណៈបកសង្គ្រោះជាតិបានរក្សាតំណែងប្រធានគណៈបកគឺលោកកំសុខានិងតំណែងអនុប្រធានគណៈបក3រូបផ្សេងទៀតឲ្យនៅដដែលតែគណៈបកនេះបានសម្រេចលុបចោលពាក្យស្លោកដូរមេឃុំបម្រើបកដាក់មេឃុំបម្រើរាស្ត្រដើម្បីសម្រួលកុំឲ្យបរិយាកាសនយោបាយឡើងកម្ដៅខ្លាំងនៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតចូលមកដល់អ្នកវិភាគបញ្ហាសង្គមយល់ឃើញថាការសម្រេចរបស់គណៈបកប្រឆាំងនេះអាចដោយសារមានការស្រុះស្រួលគ្នាផ្នែកខាងនយោបាយរវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចដើម្បីជូនកាដូគ្នាទៅវិញទៅមកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមគោរពជូនពរដល់អស់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទសេកបណ្ឌិតព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុនិងទូរទស្សន៍អាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាអរុនសួស្តី
Vithu Azisari ផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់ Vithu Azisari តាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់ Vithu Azisari តាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.orfa.org/khmer